ខ្មែរយើងមានពាក្យមួយថាឆ្នាំងណាគ្របនឹងត្រូវជាមួយនឹងពាក្យក្នុងធម៌ថាធាតុរត់រកធាតុដូចគ្នានឹងឧបមាថាបើអ្នកលបែងរត់រអ្នកលបែងដូចគ្នាអ្នកផឹករត់រអ្នកផឹកទៅអ្នករៀនសូត្រក៏ចងក្រុមអ្នករៀនទៅអ្នករស់ស៊ីនឹងក៏គេមាន network ប្រព័ន្ធការងាររស់ស៊ីគេចឹងទៅជាងដោយសារយើងវាមានទម្លាប់ឧបនិស្ស័យផ្លូវចិត្តហ្នឹងវាធ្វើឲ្យយើងប្រទាញសកម្មភាពជាប្រចាំហ្នឹងតាមឧបនិស្ស័យហ្នឹងដែរចឹងតើយើងមានស្មារតីដឹងខ្លួនថាបើយើងមានចំណុចណាមិនល្អឧបនិស្ស័យធាតុមិនល្អនៅក្នុងខ្លួនហ្នឹងយើងឆាប់កែប្រែឧទាហរណ៍ថាឆេវឆាវមួម៉ៅស្មុគស្មាញច្រើនយើងដឹងថាអូអញមានកន្លែងហ្នឹងមិនល្អអញ្ចឹងទៅសេពគប់ទៅរាប់អានកល្យាណមិត្តអ្នកណាដែលជួយណែនាំប្រាប់ឲ្យយើងចាក់ឆ្ងាយពីធាតុមិនល្អហ្នឹងបញ្ចូលនៅធាតុល្អលោកហៅថាធម្មធាតុមកវិញហើយត្រូវការពេលវេលាហើយត្រូវការជួយគ្រប់គ្រងពីខាងក្រៅនៅក្នុងធម៌លោកហៅថាបរតោខោសៈអតិពលពីខាងក្រៅមកគេនិយាយគេប្រាប់គេណែគេនាំអ្នកមនុស្សដែលនៅក្បែរយើងហ្នឹងជាមនុស្សល្អជាមនុស្សអត់ធន់ជាមនុស្សរឹងប៉ឹងជាមនុស្សមិននាំរឿងក្តៅកាហាយមកយើងនឹងអាចរងអតិពលពីគាត់ខ្លាយជាមនុស្សរឹងប៉ឹងដែរប៉ុន្តែត្រូវអាស្រ័យកត្តាមួយទៀតគឺយោនិសោមនសិការៈអញ្ចឹងវាត្រូវការទាំងពីរអតិពលពីខាងក្រៅនិងការតាំងចិត្តពីខាងក្នុងការបណ្ដុះនិស្ស័យល្អពីខាងក្នុងការចេះត្រេះរិះពិចារណាពីខាងក្នុងទៅឧទាហរណ៍ថាយើងកំណត់ដឹងថាជីវិតនឹងវាអញ្ចឹងវាមានល្អវាមានមិនល្អវាមានគេនិយាយអាក្រក់ពីយើងវាមានគេនិយាយល្អពីយើងវាមានសុខវាមានទុក្ខជារឿងធម្មតាទេមានអ្នកណាជិះរួចទេមិនចាំបាច់តែយើងទេព្រះក៏ជួបរឿងអញ្ចឹងដែរអញ្ចឹងវាមានការធ្វើទុកក្នុងចិត្តត្រូវទំនងយោនិសោមនសិការៈហ្នឹងជួយពង្រឹងផ្លូវចិត្តខាងក្នុងឲ្យរឹងប៉ឹងផ្សំផ្គុំជាមួយនឹងបរតោខោសៈសំឡេងពីខាងក្រៅអតិពលពីបរិស្ថានជុំវិញមនុស្សនៅជុំវិញខ្លួនធ្វើឲ្យយើងនឹងអាចចម្រើនទៅបានប៉ុន្តែផ្ទុយទៅវិញបើសិនជាបរិស្ថានជុំវិញខាងមនុស្សនៅខាងក្រៅនឹងនាំតែរឿងក្តៅក្រហាយស្មុគស្មាញពិបាកចិត្តហើយយកតែរឿងអពមង្គលមកដាក់ឲ្យយើងវាទុនយើងវាយោនិសោមនសិការៈយើងវាតិចដល់អញ្ចឹងវាបាក់តាមគេមិនមែនថាឲ្យស្អប់ឲ្យគុំឲ្យគួននេះប៉ុន្តែត្រូវស្វែងរកកល្យាណមិត្តដែលជួយឲ្យយើងបានចម្រើនដោយកុសលធម៌ចំណេះដឹងជាប្រយោជន៍សម្រាប់ខ្លួនឯងនិងសម្រាប់អ្នកដទៃជុំវិញទៀតបើយើងរឹងប៉ឹងហើយយើងអាចជួយអ្នកដទៃឲ្យបានរឹងប៉ឹងដែរជាបុណ្យកុសលរបស់យើងបើបុគ្គលនឹងធ្លាប់ទទួលរងការគំរាមកំហែងធ្វើបាបវាយទាត់ធាក់ឬក៏ធ្វើបាបផ្លូវចិត្តឬក៏អ្នកនឹងធ្លាប់ឆ្លងកាត់របបឃោឃៅកាប់សម្លាប់ឬក៏ជួបគ្រោះថ្នាក់ណាគួរឲ្យរន្ធត់បាត់បង់មនុស្សជាទីស្រឡាញ់អញ្ចឹងអារម្មណ៍នឹងវាធំនៅក្នុងធម៌លោកហៅអតិមហន្តារម្មណ៍នឹងវាធ្វើឲ្យយើងចងចាំក្នុងចិត្តបានយូរហើយវាងាយនឹងប៉ះពាល់ផ្លូវចិត្តទៅថ្ងៃក្រោយទៀតមានរឿងមានហេតុអីតិចតួចសំឡេងខ្លាំងអីតិចតួចធ្វើឲ្យអ្នកនឹងឆាប់តក់ស្លុតឬក៏អ្នកនឹងជួយចិត្តគិតច្រើនព្រួយច្រើនបារម្ភច្រើនរឿងដែលមិនទាន់
មកដល់នឹងចេះតែភ័យព្រួយបារម្ភឬក៏ជួយចិត្តដេកដែលកាហាយស្ដាយក្រោយរឿងដែលហួសទៅហើយក៏វាធ្វើឲ្យចិត្តនឹងក្រៀមហើយងាយនឹងធ្លាក់ចូលទៅក្នុងភាពភ័យខ្លាចហ្នឹងអញ្ចឹងវាតើឡើយយើងមានសតិមានស្មារតីហ្នឹងជាប្រចាំនៅក្នុងខ្លួនយើងកុំឲ្យសូវវាកុំសូវឲ្យវាដើរលេងទៅអតីតកាលឬក៏ទៅអនាគតច្រើនពេកដេកដើរឈរអង្គុយនិយាយស្ដីស្លៀកពាក់នឹងឲ្យស្មារតីនៅខ្លួនហ្នឹងកុំឲ្យមានតែខ្លួនហើយព្រលឹងចេញទៅបាត់ហ្នឹងខ្មែរយើងឃើញអ្នកភាំងហ្នឹងដូចថាព្រលឹងអត់សូវនៅខ្លួនណាអញ្ចឹងវាតើទាញស្មារតីទាញចិត្តហ្នឹងមកនៅនឹងសកម្មភាពដែលយើងធ្វើជាប្រចាំហ្នឹងហើយបើចិត្តហ្នឹងវានឹកដល់រឿងអតីតកាលកន្លងហួសទៅហើយអញ្ចឹងកំណត់ដឹងថាអូវាគ្រាន់តែជាចិត្តគិតទេវាកើតហើយវារលត់ទៅវិញរឿងហ្នឹងវាផុតបាត់ទៅហើយអញ្ចឹងបើវាព្រួយរឿងដែលមិនទាន់មកដល់ស្មារតីហ្នឹងកំណត់ដឹងថាអូវាគ្រាន់តែជាចិត្តភ័យដែរបារម្ភដែរវាកើតហើយវារលត់ទៅវិញឯងរឿងហ្នឹងមិនទាន់មកដល់ទេចាំពេលជួបវាចាំយើងដោះស្រាយវាហើយចិត្តហ្នឹងមកបំពេញការងារក្នុងពេលបច្ចុប្បន្នហ្នឹងរឿយដំបូងឡើយយើងអត់ឈ្នះវាទេចិត្តហ្នឹងវានៅតែគិតព្រួយគិតស្ដាយវិលវល់ចឹងហើយប៉ុន្តែវាភ័យវាព្រួយវាស្ដាយក៏វាតាមបាតុភូតរបស់ចិត្តចឹងទៅប៉ុន្តែយើងកំណត់ដឹងថាអូវាគ្រាន់តែជាចិត្តភ័យទេវាកើតហើយវារលត់ទៅវិញហើយកុំដេកព្រួយជាមួយអាចិត្តភ័យហ្នឹងតែព្រួយមួយវាមួម៉ៅមួយវារត់តែបានចិត្តតែអញ្ចឹងហៅវាត្រឡប់មកវិញឲ្យវាមកនៅនឹងបច្ចុប្បន្នបំពេញការងារណាដែលយើងត្រូវធ្វើហើយប្រាប់ខ្លួនឯងថាឥឡូវរឿងអតីតកាលហ្នឹងហួសហើយធ្វើម៉េចក៏កែមិនកើតដែរយកវាជាមេរៀនហើយនឹងរឿងអនាគតកាលចាំដល់ពេលចាំជួបចាំដោះស្រាយយើងរៀបចំនៅតែរៀបចំហ្នឹងប៉ុន្តែរឿងអនាគតយើងមិនអាចទុះទាយបាន 100%ទេអញ្ចឹងបើប្រឹងឲ្យអស់ពីចិត្តពីថ្លើមថ្ងៃហ្នឹងឲ្យហើយបើថ្ងៃស្អែកជួបរឿងអីដោះស្រាយរឿងហ្នឹងមិនមែនថាមិនឲ្យប្រុងប្រៀបវាប្រុងប្រៀបប៉ុន្តែក៏មិនឲ្យលក់ខ្លួនទៅឲ្យអនាគតកាលដេកភ័យដេកព្រួយរហូតដែរបើចិត្តវាភ័យកាលឡើងកំណត់ដឹងថាអូនេះចិត្តភ័យមកវាមកបន្លាចអញ្ចឹងវាគ្រាន់តែជាចិត្តទេកើតហើយរលត់ទៅវិញកើតហើយរលត់ទៅវិញប៉ុណ្ណាអញ្ចឹងយើងអត់ខ្លាយទៅជាជនរងគ្រោះរបស់ចិត្តភ័យហ្នឹងយើងខ្លាយទៅជាប៉ូលីសតាមមើលចិត្តភ័យហ្នឹងវិញវានៅតែមកហ្នឹងយើងមិនអាចយកឈ្នះវាភ្លាមបានទេវាត្រូវការពេលវេលាអប់រំកាយវិចារចិត្តញ៉ាំគេងឲ្យបានត្រឹមត្រូវសម្រានឲ្យបានស្រួលបួលព្រោះពេលវេលាសម្រានហ្នឹងក៏មានឥទ្ធិពលខ្លាំងមកលើផ្លូវចិត្តរបស់យើងដែរហើយនឹងសារដកដង្ហើមធ្វើសមាធិស្ដាប់ធម៌ហាត់ប្រាណហើយនឹងចូលទៅក្នុងព្រៃធម្មជាតិទៅកុំឲ្យនៅស្មុកអាហ្នឹងវាស្រឡាញ់មនុស្សណាដែលចូលស្មុកហ្នឹងវាចូលចិត្តមនុស្សហ្នឹងអញ្ចឹងមានឱកាសប្រស្រ័យតាក់ទងជាមួយមនុស្សដែលជាកល្យាណមិត្តក៏អាចជួយយើងហើយបើពិបាកខ្លាំងត្រូវទៅជួបពេទ្យដើម្បីជួយមានថ្នាំអីចឹងយើងរក្សាសុខភាពផ្លូវកាយផ្លូវចិត្តផងហើយរៀនមិនជាជនរងគ្រោះរបស់ចិត្តភ័យព្រួយហ្នឹងឯងអាហ្នឹងយើងអាចធូរស្រាលតិចម្ដងកុំខឹងយូរពេកអីខឹងពេកទៅលំបាកទៅខ្លួនឯងចិត្តក៏ក្តៅមួម៉ៅក៏ច្រើនរឿងណាអត់បានអត់ខ្លះទៅអ្វីមិនចេះតែបានតាមចិត្តយើងចង់រហូតទេហ
ហើយបើរឿងណាអត់មិនបានទេជ្រុលជាខឹងទៅហើយខឹងបន្តិចបានហើយកុំអោបភ្លើងយូរពេកអ្នកខឹងច្រើនចិត្តក៏មួម៉ៅច្រើនមុខមិនសូវស្រស់និយាយច្រើនខុសសម្រេចចិត្តមិនសូវត្រូវអ្នកជុំវិញគេមិនសូវចូលចិត្តបើមានរឿងប្រឹងដោះស្រាយទៅដោះដោយស្មារតីដោយចិត្តនឹងថឹងដោះដោយចិត្តមេត្តាការងារនឹងបានផលល្អច្រើនចិត្តក៏មិនសូវក្តៅគេក៏ចូលចិត្តរាប់អានសាងកម្លាំងចិត្តបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យរវើរវាយខ្លាំងពេកអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាមិនខានហើយអ្នកប្រកាសជាមានទុក្ខច្រើនដើម្បីឲ្យជីវិតរឹងមាំអ្នកត្រូវរៀនធ្វើជាប៉ូលីសតាមដានចិត្តអ្នកបើចិត្តទៅណាគិតរឿងអីត្រូវតាមមើលវាជាប្រចាំបើចិត្តល្អចិត្តរីករាយក៏ដឹងថាចិត្តល្អចិត្តរីករាយហើយបើវាអាក្រក់វាខឹងវាចំណែនវារវើរវាយវាស្ដាយវាភ័យវាអាក់អន់វាស្មុគស្មាញក៏យើងដឹងថាវាកំពុងតែស្មុគស្មាញហើយក៏កុំបន្ទោសខ្លួនឯងថាម៉េចក៏ស្មុគស្មាញធ្វើអីចិត្តវាតែងតែអញ្ចឹងឯងគ្រាន់តែទម្លាប់ទាញវាមកគិតរឿងល្អរឿងត្រូវវិញឲ្យវាមានខន្តីមានអត់ឱនយោគយល់មានមេត្តារួសរាយស្រស់ស្រាយឲ្យវាមានបញ្ញាស្មារតីហ៊ានទទួលយកការពិតទាំងឡាយក្នុងជីវិតទាញវាឲ្យបានរឿយរហូតសតិស្មារតីយើងមានកម្លាំងខ្លាំងជាងធាតុអាក្រក់ទាំងឡាយក្នុងចិត្តយើងក្លាយជាម្ចាស់គ្រប់គ្រងចិត្តយើងមិនសូវគិតរឿងផ្ដេសផ្ដាស់ទេព្រោះយើងតាមដានវារហូតអ្នកណាអាចធ្វើជាម្ចាស់ចិត្តបានទើបអាចបានសេចក្តីសុខច្រើនក្នុងជីវិតនេះរៀនកាត់ចិត្តរឿងណាកន្លងផុតទៅហើយឲ្យវាផុតទៅចុះកុំស្ដាយអីស្ដាយទៅក៏គ្មានបានផលអីមកវិញដែរបើរឿងអាចកែខៃបានប្រឹងដោះស្រាយទៅតែបើកែខៃមិនកើតទេចាត់ទុកថាវាជាផលបាបរបស់អ្នកទៅចុះអ្នកអាចយកវាជាបទពិសោធន៍ជីវិតបានតែកុំស្ពាយសំពីសំពងពេកធ្ងន់ពេកទៅមុខមិនឆ្ងាយទេចាប់ដើមគិតរឿងថ្មីរឿងបច្ចុប្បន្នរឿងដែលត្រូវធ្វើបន្តទីបំផុតនៃរឿងមួយជាចំណុចចាប់ផ្ដើមនៃរឿងថ្មីមួយទៀតបើអ្នកព្រមបញ្ចប់វាតែបើអ្នកនៅក្តៅក្រហាយនឹងរឿងចាស់មានន័យថាអ្នកអនុញ្ញាតឲ្យទុកពីអតីតបង្កើតកូនចៅ
មករំខានអ្នកដល់ពេលបច្ចុប្បន្នបន្តទៀតអ្នកនៅតែជាជនរងគ្រោះរបស់អតីតកាលដដែលខ្មោចងាប់ហើយត្រូវយកទៅកប់កុំទុកនៅលើផ្ទះយូរពេកពេលកប់ហើយកុំគាស់មហិតអីក្លិនមិនល្អទេបើដើរត្រូវសម្លឹងទៅមុខកុំបែរក្រោយយូរពេកប្រយ័ត្នមានគ្រោះថ្នាក់បើអ្នកប្រឹងប្រែងថែរក្សាវាហើយតែវានៅតែមិនគង់វង្សមានន័យថារបស់នោះមិនមែនជារបស់អ្នកទេរៀនអនុញ្ញាតឲ្យអតីតកាលកន្លងហួសអ្នកទៅហើយរៀនអត់ឱនឲ្យខ្លួនឯងផងប្រឹងប្រែងតស៊ូពីថ្ងៃនេះតទៅរៀនដោះលែងខ្លួនអ្នកពីអតីតកាលជីវិតអ្នកនឹងបានប្រសើររៀនសម្រេចចិត្តមុននឹងសម្រេចចិត្តគិតឲ្យបានច្បាស់លាស់សិនសួរយោបល់គេឯងឲ្យបានគ្រប់ជ្រុងជ្រោយហើយចុងក្រោយអ្នកត្រូវសម្រេចចិត្តដោយខ្លួនឯងហើយបើសម្រេចយ៉ាងណាហើយធ្វើតាមនឹងទៅកុំសាវ៉ាដូរចុះដូរឡើងពេកអីព្រោះវាធ្វើឲ្យរំខានចិត្តខ្លាំងមិនសូវបានសុខទេហើយបើឧបមាថាការសម្រេចចិត្តនោះខុសនាំឲ្យខូចខាតបាត់បង់សូមគុំទម្លាប់បន្ទោសគេបន្ទោសឯងឬមួម៉ៅក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងយូរពេកអីចាត់ទុកថាវាជាផលនៃបាបចាស់ទៅចុះកុំស្ដាយពេកអីព្រោះស្ដាយទៅបានត្រឹមតែខូចចិត្តយកវាជាមេរៀនគិតសារជាថ្មីឡើងវិញធ្វើឲ្យបានប្រសើរជាងមុនទឹកភ្នែកថ្ងៃនេះជួយលាងភ្នែកអ្នកឲ្យមើលធម្មជាតិបានច្បាស់ជាងមុនកុំខឹងយូរពេកអីខឹងពេកទៅលំបាកទៅខ្លួនឯងចិត្តក៏ក្តៅមួម៉ៅក៏ច្រើនរឿងណាអត់បានអត់ខ្លះទៅអ្វីមិនចេះតែបានតាមចិត្តយើងចង់រហូតទេហើយបើរឿងណាអត់មិនបានទេជ្រុលជាខឹងទៅហើយខឹងបន្តិចបានហើយកុំអោបភ្លើងយូរពេកអ្នកខឹងច្រើនចិត្តក៏មួម៉ៅច្រើនមុខមិនសូវស្រស់និយាយច្រើនខុសសម្រេចចិត្តមិនសូវត្រូវអ្នកជុំវិញគេមិនសូវចូលចិត្តបើមានរឿងប្រឹងដោះស្រាយទៅដោះដោយស្មារតីដោយចិត្តនឹងថឹងដោះដោយចិត្តមេត្តាការងារនឹងបានផលល្អច្រើនចិត្តក៏មិនសូវក្តៅ
គេក៏ចូលចិត្តរាប់អានរៀនកាត់ចិត្តរឿងណាកន្លងផុតទៅហើយឲ្យវាផុតទៅចុះកុំស្ដាយអីស្ដាយទៅក៏គ្មានបានផលអីមកវិញដែរបើរឿងអាចកែខៃបានប្រឹងដោះស្រាយទៅតែបើកែខៃមិនកើតទេចាត់ទុកថាវាជាផលបាបរបស់អ្នកទៅចុះអ្នកអាចយកវាជាបទពិសោធន៍ជីវិតបានតែកុំស្ពាយសំពីងសំពងពេកធ្ងន់ពេកទៅមុខមិនឆ្ងាយទេចាប់ដើមគិតរឿងថ្មីរឿងបច្ចុប្បន្នរឿងដែលត្រូវធ្វើបន្តទីបំផុតនៃរឿងមួយជាចំណុចចាប់ផ្ដើមនៃរឿងថ្មីមួយទៀតបើអ្នកព្រមបញ្ចប់វាតែបើអ្នកនៅក្តៅក្រហាយនឹងរឿងចាស់មានន័យថាអ្នកអនុញ្ញាតឲ្យទុកពីអតីតបង្កើតកូនចៅមករំខានអ្នកដល់ពេលបច្ចុប្បន្នបន្តទៀតអ្នកនៅតែជាជនរងគ្រោះរបស់អតីតកាលដដែលខ្មោចងាប់ហើយត្រូវយកទៅកប់កុំទុកនៅលើផ្ទះយូរពេកពេលកប់ហើយកុំគាស់មហិតអីក្លិនមិនល្អទេបើដើរត្រូវសម្លឹងទៅមុខកុំបែរក្រោយយូរពេកប្រយ័ត្នមានគ្រោះថ្នាក់បើអ្នកប្រឹងប្រែងថែរក្សាវាហើយតែវានៅតែមិនគង់វង្សមានន័យថារបស់នោះមិនមែនជារបស់អ្នកទេរៀនអនុញ្ញាតឲ្យអតីតកាលកន្លងហួសអ្នកទៅហើយរៀនអត់ឱនឲ្យខ្លួនឯងផងប្រឹងប្រែងតស៊ូពីថ្ងៃនេះតទៅរៀនដោះលែងខ្លួនអ្នកពីអតីតកាលជីវិតអ្នកនឹងបានប្រសើរព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញ
ពិបាកចិត្តចិត្តពិបាកចិត្តស្មុគស្មាញច្រើនព្រោះចិត្តមានមេរោគច្រើនរោគខឹងរោគស្អប់រោគចំណែនរោគស្ដាយរោគភ័យរោគព្រួយរោគគិតច្រើនរោគសង្ស័យច្រើនរោគប្រកាន់ហួងហែងខ្លាំងរោគល្ងងជាដើមបើចង់កុំឲ្យពិបាកចិត្តតើតែរៀនព្យាបាលរោគទាំងនោះបន្តិចម្ដងទម្លាប់ញញឹមរស់រាយទម្លាប់ដោះលែងខ្លួនអ្នកពីអតីតកាលកុំស្ដាយកុំភ័យជួបរឿងណាដោះរឿងនឹងទៅហើយមានខន្តីអត់ធន់ចេះអត់ឱនយោគយល់ដល់សេចក្តីស្រឡាញ់ដល់សពសត្វទាំងអស់មិនចងគំនុំគុំគួនឡើយរៀនត្រេកអរពេលគេឃើញគេជោគជ័យហើយមិនប្រកាន់ហួងហែងពេកទេជីវិតនេះមានជួបមានព្រាត់មានល្អមានអាក្រក់ជារឿងធម្មតាបើធ្វើដូច្នេះបានចិត្តអ្នកមិនសូវពិបាកឡើយ